តើអ្នកធ្លាប់ឆ្ងល់ទេថានឹងមានអ្វីកើតឡើងប្រសិនបើអ្នកញ៉ាំតែដំណោកបារាំងអស់រយៈពេលមួយខែវាស្ដាប់ទៅដូចជារបបអាហារប្លែកប៉ុន្តែមនុស្សមួយចំនួនពិតជាអាចសាកល្បងកាហ្វេអាវតារមានរសជាតិឈ្ងុយឆ្ងាញ់បងប្អូនអាចសាកល្បងបានជាមួយនឹងរសជាតិកាហ្វេខ្មែរនិងកាហ្វេដែលបានមកពីបណ្ដាប្រទេសផ្សេងៗជាច្រើនទៀតជាមួយនឹងក្រុមហ៊ុនកាហ្វេអាវតារដែលគ្រាន់តែធ្វើការខមមិនរីឆាតចូលពេកកាហ្វេអាវតារហើយសរសេរពាក្យថាខ្ញុំចង់សាក នោះខាងក្រុមការងារនឹងយកកាហ្វេទៅឲ្យបងប្អូនសាករសជាតិដល់ទីតាំងដោយមិនគិតថ្លៃនិងមិនគិតសេវាអ្វីទាំងអស់ហើយដូច្នេះសូមយើងលាតត្រដាងពីស្រទាប់ទាំងឡាយហើយមើលថាតើវិទ្យាសាស្ត្រនឹងនិយាយយ៉ាងណាអំពីការសាកល្បងញ៉ាំតែដំឡូងបារាំងរយៈពេល30ថ្ងៃដំបូងបង្អស់សូមយើងនិយាយអំពីចំណុចល្អៗដំឡូងបារាំងពោរពេញទៅដោយសារធាតុចិញ្ចឹមវាជាប្រភពដ៏អស្ចារ្យនៃបូតាស្យូមដែលច្រើនជាងចេកទៅទៀតដែលល្អសម្រាប់សម្ពាធឈាមនិងសុខភាពបេះដូងរបស់អ្នកពួកវាក៏មានផ្ទុកវីតាមីន C ផងដែរដែលជួយជំរុញប្រព័ន្ធភាពស៊ាំរបស់អ្នកនិងវីតាមីន B6 ដែលសំខាន់សម្រាប់ការអភិវឌ្ឍនិងមុខងារខួរក្បាលលើសពីនេះដំឡូងបារាំងដែលពោរពេញទៅដោយជាតិសរសៃជាពិសេសប្រសិនបើអ្នកញ៉ាំសំបករបស់វាជាតិសរសៃនេះអាចជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតនិងពេញចិត្តដែលអាចនាំឲ្យមានការស្រកទម្ងន់ដំបូងបង្អស់ដោយសារតែអ្នកញ៉ាំកាឡូរីតិចស្ដាប់ទៅល្អណាស់មែនទេជាការពិតណាស់វាមិនមែនជារឿងទាំងមូលនោះទេខណៈដែលដំឡូងបារាំងមានសារធាតុចិញ្ចឹមពួកវាមិនមែនជាអាហារពេញលេញទេបញ្ហាធំបំផុតគឺអ្វីដែលពួកវាខ្វះដំឡូងបារាំងមានប្រូតេអ៊ីននិងខ្លាញ់តិចតួចណាស់រាងកាយរបស់អ្នកត្រូវការប្រូតេអ៊ីនដើម្បីបង្កើតនិងជួសជុលជាលិកាចាប់ពីសាច់ដុំរហូតដល់សក់របស់អ្នកខ្លាញ់ដែលមានសុខភាពល្អគឺចាំបាច់សម្រាប់ការផលិតអរម៉ូននិងការស្រូបយកវីតាមីនមួយចំនួនដូច្នេះបន្ទាប់ពី1ទៅ2សប្តាហ៍នៃរបបអាហារតែដំឡូងបារាំងអ្នកចាប់ផ្ដើមមានអារម្មណ៍ខ្សោយអស់កម្លាំងហើយក៏សង្កល់ឃើញថាម៉ាសសាច់ដុំរបស់អ្នកថយចុះអ្នកខ្វះវីតាមីនសំខាន់ៗដូចជា B12 A និង E និងជាតិរ៉ែដូចជាកាល់ស្យូមនិងស័ង្កសីផងដែរដូច្នេះតើការសន្និដ្ឋានបែបណាខណៈពេលដែលរបបអាហារដំឡូងបារាំងរយៈពេលខ្លីអាចនាំឲ្យអ្នកស្រកទម្ងន់ដោយសារតែការកំណត់កាឡូរីតិចនោះពិតជាមិនមែនជាផែនការនៃរយៈពេលវែងដែលមានសុខភាពល្អឬនិរន្តរភាពនោះទេអ្នកនឹងដកហូតសារធាតុចិញ្ចឹមសំខាន់ៗពីរាងកាយរបស់អ្នកដែលអាចនាំឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងររយៈពេលវែងរបបអាហារមានតុល្យភាពជាមួយនឹងអាហារចម្រុះគឺតែងតែជាវិធីសាស្ត្រល្អបំផុតដំឡូងបារាំងជាផ្នែកដ៏អស្ចារ្យមានសុខភាពល្អនៃរបបអាហារមានតុល្យភាពប៉ុន្តែពួកវាមិនអាចបំពេញការងារបានទាំងអស់ដោយខ្លួនឯងបានទេសូមគិតអំពីពួកវាថាជាកីឡាករក្រុមដ៏អស្ចារ្យមិនមែនជាក្រុមទាំងមូលនោះទេខ្ញុំសង្ឃឹមថាអត្ថបទនេះនឹងផ្ដល់ឲ្យអ្នកនូវគំនិតខ្លះសម្រាប់ការគិតប្រសិនបើអ្នកយល់ថាវីដេអូនេះមានប្រយោជន៍សូមកុំភ្លេចចុច Like Subscribe ជួបគ្នានៅវីដេអូបន្ទាប់